ពេលម៉ែពោបតីឪរងរាប់កិច្ចការយ៉ាងយ៉ាប់ឪបំពេញទោះការងារស្រីឬម្ដេចមិញឪត្រូវបំពេញជំនួសម៉ែឪធ្វើកិច្ចការតែម្នាក់ឯងក្រំក្ដៅសូសាញឥតស្រាកលហាញើសចូលកាយយ៉ារាល់ថ្ងៃខែឪប្រឹងឥតប្រែចិត្តនឿយណាយពេលម៉ែប្រសូតឪតង់ស្លុតផិតភ័យស្រយត់ចិត្តខ្វល់ខ្វាយរត់រោគចាស់ទុំទួងចិត្តឆ្ងាយខ្លាចកូននឹងម្ដាយឆ្លងមិនផុតពេលកូនកើតមកឪអក្រៃទន្ទោហរតីចិត្តមុងមុតអមថាធ្នំកូនស្ងួនវិសុទ្ធឪដូចញ៉ើយបានមកកត់ពាក់លើក្បាលរួចឪត្រូវធ្វើកិច្ចការងារដើម្បីគ្រួសារទាំងធ្ងន់ស្រាចិញ្ចឹមម៉ែកូនស្ងួនត្រកាលអាណាយព្យាបាល
គឺរូបឪជាព្រះព្រំត្រនំកូនគឺជាក្បូនដែលកូនត្រូវជីងឆ្លងវាលទុកចចេញទៅកាន់ទីកូលដៅគឺសុខខាទោះត្រូវភ្លៀងផ្គរខ្ទកុំរៀមឪផ្គងជាយាមឥតរួញរីជីកគោះក៏កាយផែនផោសទ្ធាធ្វើស្រែចំការដើម្បីកូនគៀមរិទ្ធរំដំញោចំប្រាប់ឪស្ទើសន្លប់ស្លាប់សង្សូតែឪនៅតែនឹកដល់កូនមានស្ងួនស្មោះស្ម័គ្រស្មើជីវិតឪធ្វើកិច្ចការតាំងពីព្រឹកតែចិត្តរលឹកកូនពិតពិតរស៊ីលជ្រៀលជ្រេរេសាយចិត្តកាយឪលហើយលហិតណាមកគេហាអស់កម្លាំងស្លាំងជើងដៃតែក្នុងហឫទ័យក្តីមេត្តាចូលជ្រែកកប់ក្នុងលួងចិនដា
ត្រូវតែយាត្រាឲ្យដល់ផ្ទះទោះហេវទោះហត់អស់កំឡាំងចិត្តតាំងកាយប្រឹងយ៉ាងរូតរះដំណើរឆ្ពោះត្រង់ដំរងផ្ទះអន្តះសាយចង់ឃើញមុខកូនរួតដល់ផ្ទះរិទ្ធរីករាយហេវហត់ទាំងឡាយត្រូវសាបសូនពេលឪឃើញមុខម្ដាយនឹងកូនឪលែងស្រពនឪត្រេកអរឪលែងឪសើចនឹងកូនតូចឪច្រៀងឪហួចដោយអំណរឪថាបឪធ្នមបំបីពោវិស័យកេសរដ៏ល្អស្អាត